បាទជំរាបសួរបងជំរាបសួរបាទបាទសុំស្វាគមន៍បងមួយមកបាទខ្ញុំឈ្មោះខៀនទួប្រធានផ្នែកតំណែងតំណងសាធារណៈនៃមូលនិធិគន្ធវិភាគកម្ពុជាបាទអូចុះបងអាចប្រាប់បានទេថាស្តង់នៅខាងក្រោយនេះគឺមូលនិធិ 10000 រៀលសម្រាប់ 10000 នាក់ដើម្បីជួយកុមារមែនទេបងបាទស្តង់នៅខាងក្រោយនេះបាទស្តង់នៅខាងក្រោយនេះគឺជាស្តង់របស់មូលនិធិគន្ធវិភាគកម្ពុជាហើយមូលនិធិគន្ធវិភាគកម្ពុជានេះមានបេសកកម្មគៀកថវិកាបរិច្ចាគពីសប្បុរសជននានាដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធវិភាគទាំងនៅសៀមរាបទាំងនៅភ្នំពេញយើងបង្កើតកម្មវិធីនៅទីនេះគឺដើម្បីគ្រប់គ្រងយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2025 របស់មូលនិធិគន្ធវិភាគកម្ពុជាដែលដឹកនាំនិងព្រួយផ្ដើមដោយផ្ទាល់ដោយលោកនាយកបណ្ឌិតបច្ចាំមនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធវិភាគកម្ពុជាអូបាទអញ្ចឹងឃើញថាថ្ងៃនេះឃើញថាមានបងប្អូនយើងចូលរួមច្រើនកុសកច្រើនមែនតើបងអញ្ចឹងបងមានជាអីចង់ផ្ដាំផ្ញើដល់បងប្អូនដែលទស្សនាតាមវីដេអូនេះដែរទេបងបាទសូមជម្រាបជូនថាយុទ្ធនាការ 10000 រៀល 10000 នាក់ឆ្នាំ 2025 របស់យើងនេះមានរយៈពេល1ខែអញ្ចឹងសប្បុរសជនអាចបរិច្ចាគនៅទីនេះក៏បានបរិច្ចាគក្រោយមកក្នុងរយៈពេល1ខែនេះក៏បានក៏ប៉ុន្តែមិនមែនមានន័យថាចប់យុទ្ធនាការនេះមន្ទីរពេទ្យគន្ធវិភាគលែងត្រូវការលុយនោះទេដោយសារមន្ទីរពេទ្យគន្ធវិភាគគឺដំណើរការ24ម៉ោងក្នុងមួយថ្ងៃ30ថ្ងៃក្នុងមួយខែហើយ365ថ្ងៃក្នុងមួយឆ្នាំអញ្ចឹងបន្ទាប់ពីចប់យុទ្ធនាការនេះទៅខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋយើងបន្តបរិច្ចាគជូនមូលនិធិគន្ធវិភាគកម្ពុជាដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារដែលតែងតែត្រូវការសេវាពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធវិភាគដោយឥតគិតថ្លៃហើយប្រកបដោយគុណភាពនិងមិនមានការរើសអើងខ្ញុំបាទជាយុវជនម្នាក់ឬក៏ជាប្រជាពលរដ្ឋម្នាក់ដូចថាឥឡូវហ្នឹងខ្ញុំចង់បរិច្ចាគអញ្ចឹងខ្ញុំធ្វើម៉េចបងបាទសម្រាប់សប្បុរសជនទាំងអស់ដែលចង់បរិច្ចាគគឺបច្ចុប្បន្ននេះយើងសហការជាមួយធនាគារដៃគូចំនួន16អាចបរិច្ចាគតាមរយៈ QR code QR code ឬក៏តាមរយៈស្តង់នេះតែម្ដងក៏ប៉ុន្តែស្តង់នេះមានតែថ្ងៃនេះទេចឹង QR code គ្រប់ធនាគារទាំងអស់គឺអាចបរិច្ចាគបានឲ្យតែនៅក្នុងកុងរបស់យើងមានលុយគឺអាចបរិច្ចាគបានពេលណាក៏បានដែរចប់យុទ្ធនាការក៏ដោយចុះបងមួយទៀតខ្ញុំលឺលហៀលមុនហ្នឹងខ្ញុំដើរកាត់ហ្នឹងខ្ញុំលឺថាដូចបរិច្ចាគទៅដូចមានកម្មវិធីអីចាប់រង្វាន់ចាប់អីទេបងបរិច្ចាគចាប់រង្វាន់ហ្នឹងសម្រាប់តែនៅទីនេះទេអញ្ចឹងនៅស្តង់នេះបរិច្ចាគឲ្យយើងដើម្បីលើកទឹកចិត្តដោយសារគាត់បរិច្ចាគដើម្បីកុមារអញ្ចឹងគាត់មានកូនអញ្ចឹងបរិច្ចាគទៅចាប់រង្វាន់បានតុក្កតាបានអីហ្នឹងយកឲ្យកូនគាត់បាទអញ្ចឹងបរិច្ចាគបានក៏បានដែរបាទបានក៏បានដែរយើងមានបីអាកងនេះដើម្បីចាប់រង្វាន់ពិតជាល្អមែនតើនេះគឺជាការលើកទឹកចិត្តបាទលើកទឹកចិត្តដល់បងប្អូនយុវជនយុវនារីក៏ដូចជាបងប្អូនដែលគាត់កំពុងតែមកចូលរួមលេងនៅក្នុង Wall Street ផ្លូវការដាក់ផ្លូវថ្មើរជើងកុំភ្លេចមកចូលរួមទាំងអស់គ្នាបាទថាស្តង់បាក់យើងគឺនៅខាងមុខវត្តអូណាឡោមែនបាទគឺងាយស្រួលរកទេចំកណ្ដាលតែម្ដងបាទអញ្ចឹងសូមអរគុណបងចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារយើងខ្ញុំជូនពរបងសុខភាពល្អសម្ដែងល្អជោគជ័យគ្រប់ភារកិច្ចការងារណាបងណាបាទអរគុណបាទអរគុណជើងកុំភ្លេចមកចូលរួមបរិច្ចាគទាំងអស់គ្នាណាបងប្អូនបាទការបរិច្ចាគគឺទទួលបានគេហៅថាកាដូអនុស្សាវរីយ៍ក៏ដូចជាសិភៅព័ត៌មាននេះសម្រាប់បងប្អូនដែលចង់ស្វែងយល់លម្អិតក៏អាចមើលសិភៅនេះបន្ថែមទៀតបានដែរបាទសូមអរគុណបងប្អូនណា